ដោយសារតែសេចក្ដីអាំងទៅប្រហុកមកកន្លែងនេះហើយដែលធ្វើឲ្យ Twister ទៅថតបុកលហុងចុងថ្នោតអត់តន់ណាពេលដែលទៅដល់នឹងគឺថាអស់បរិយាកាសថតមេឃឡើងល្ងឹតឆឹងតែម្ដងព្រោះដោយសារតែជាប់ផ្អែមមាត់ជាមួយនឹងចាយលក្ខណៈចាយបកែនាំនិយាយមែនតើនិយាយទៅភ្ញៀវដែលតែញ៉ាំនៅនេះ stress ល្មមអីបានជួបជាមួយនឹងចាយនឹងធានាថាបាត់ stress ហ្មងបងប្អូនសម្រាប់ទីតាំងសេកូអាំងមកកន្លែងនេះគឺពុកម៉ែបងប្អូនដែលរស់នៅក្រុងដូនកែវខេត្តតាកែវគឺស្គាល់ច្បាស់តែម្ដងចាលក្ខណៈគោលដុតទឹកប្រហុកគឺថាល្បីប្រចាំខេត្តតាកែវហើយពុកម៉ែបងប្អូនហើយសម្រាប់ Twister វិញគឺជាលើកទី1ទេដែលបានទៅដល់ទីនេះព្រោះដោយសារតែយើងនៅរៀងឆ្ងាយដែរពុកម៉ែបងប្អូនអញ្ចឹងអត់សូវជាបានឡើងចុះទេប៉ុន្តែពេលដែលបានទៅដល់ទីតាំងមកកន្លែងនេះហើយគឺអត់ខកបំណងទេព្រោះអីគឺថាចាយគាត់ប្រកែតាក់មួយមែនតើហើយពេលដែល Twister ទៅហ្នឹងគឺគាត់ទៅតែបើកលក់ទេពុកម៉ែបងប្អូនដែលនៅទីនេះគឺគាត់មានបើកលក់ចាប់ពីម៉ោង4ល្ងាចរហូតដល់ម៉ោង10យប់ណាបើថានៅរៀងយប់តិចទៀតបានកាន់តែទំនងតែម្ដងភ្ញៀវមកច្រើនប៉ុន្តែ Twister ដោយសារតែពេលទៅថតហ្នឹងគឺថាចេញពីកន្លែងគាត់ទៅថតបុកលហុងចុងថ្នោតព្រោះដោយសារតែបុកលហុងចុងថ្នោតក៏ល្បីខ្លាំងដែរអញ្ចឹងគឺថាយើងមានពេលតែមួយថ្ងៃអញ្ចឹងយើងចង់ដើរឲ្យបានរៀងច្រើនអញ្ចឹងណាអញ្ចឹងតោះថាទៅរៀងលឿនចែកបានទៅមកកន្លែងទៀតបន្តហើយសម្រាប់តម្លៃវិញគឺមានចាប់ពី15000រៀលឡើងទៅយើងអាចកំងដាក់ចម្រុះចូលគ្នាក៏បានដែរមានទាំងជាប្រភេទសាច់គោកសោមដោះពុះគោអីផ្សេងពុកម៉ែបងប្អូននិយាយទៅគឺថាទំនងមែនតើអញ្ចឹងបើសិនជាបានទៅដើរលេងដល់ខេត្តតាកែវហើយកុំភ្លេចឈៀងចូលលេងកន្លែងចាយលក្ខណៈផងធានាថាបើបានទៅញ៉ាំសាច់គោអាំងទឹកប្រហុកនៅកន្លែងគាត់ហើយដកចិត្តអត់រួចហ្មងហើយជាពិសេសពុកម៉ែបងប្អូននៅទីនេះគឺគាត់មានចំណុចពិសេសច្រើនណាស់វិធីសាស្ត្រនៅក្នុងការតាក់មួយណាទី1ហ្នឹងគឺថាចាយគាត់រស់រីរាក់តាក់និយាយទៅគឺថាមុខវិញញញឹមប្រំប្រៃរហូតហ្មងគឺនៅពេលដែលភ្ញៀវទៅញ៉ាំហ្នឹងអត់មានអារម្មណ៍ថាធុញទ្រាន់ទេឃើញតែមុខអ្នកលក់ហ្នឹងគឺថាសប្បាយចិត្តហើយបាត់ stress ហើយមួយទៀតហ្នឹងតាក់ទងជាមួយនឹងការកាប់សាច់របស់គាត់នេះពុកម៉ែបងប្អូននិយាយទៅគឺថាជំនាញហ្មងគឺកាប់អត់មានមើលណា Twister គ្រាន់តែឃើញហើយស្រាវជំនួសហ្មងព្រោះដោយសារតែគាត់កាប់គឺថាចេញមកបត់ពិសោធន៍មិនដឹងប្រហែល10ឆ្នាំទេពុកម៉ែបងប្អូនប៉ុន្តែនៅមែនតើពុកម៉ែបងប្អូនហើយទឹកប្រហុករបស់គាត់វិញគឺគាត់ធ្វើខ្លួនឯងរសជាតិចេញមកគឺបែបឆ្ងាញ់និយាយទៅគឺថាប្លែកម្យ៉ាងដែរគាត់លក់នៅតាមខេត្តប៉ុន្តែរសជាតិគឺថាអត់ចាញ់នៅក្នុងភ្នំពេញប្រហែលទេអាចថារសជាតិវិសេសវិសាទៀតព្រោះដោយសារតែគាត់ជើងចាស់មួយរូបដែរគឺគាត់លក់មកយូរឆ្នាំហើយតាក់ទងជាមួយនឹងគ្រឿងក្រៅទាំងអស់នេះពុកម៉ែបងប្អូនគឺគាត់ធ្វើចេញមកគឺនៅនេះគឺគាត់មានអនាម័យស្អាតហ្មងអញ្ចឹងពុកម៉ែបងប្អូនបើសិនជាបានទៅដើរលេងដល់ខេត្តតាកែវ Twister recommend ទៀតកុំភ្លេចចូលលេងចាយលក្ខណៈផងហើយបើថាបន្លែរបស់គាត់វិញគឺស្រស់ល្អមែនតើលក្ខណៈថាយើងផ្សើមកសិនអញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងធ្វើឲ្យការញ៉ាំរបស់យើងហ្នឹងគឺកាន់តែរលូនកាន់តែឆ្ងាញ់តែម្ដងសម្រាប់រសជាតិពី Twister ទៅគឺថាអត់មានអីច្រើនទេពុកម៉ែបងប្អូនព្រោះដោយសារតែរសជាតិនៅកន្លែងគាត់គឺឆ្ងាញ់ទាំងសាច់គោឯហ្នឹងគឺថាគាត់ប្រឡាក់ចេញមកល្មមគ្រឿងហើយសាច់គោឡើងទន់ហើយយើងច្រឡូកជាមួយនឹងទឹកប្រហុកដាក់ម្ទេសហឹរទៀតមកគឺថាកាន់តែត្រូវតែម្ដងហើយនៅកន្លែងចាយដូច Twister បាននិយាយអញ្ចឹងគឺថាចាយលក្ខណៈគាត់ប៉ិនប្រសពនៅក្នុងការនិយាយនេះមិនមែនជាការសម្ដែងទេពុកម៉ែបងប្អូនគឺជាដងតែម្ដងបើសិនជាអត់មានដងគឺថាអត់អាចធ្វើឲ្យគាត់រស់រាយរាក់ទាក់បានអញ្ចឹងទេហើយតាក់មួយបានច្រើនមែនតើអញ្ចឹងសម្រាប់ Twister គឺមានតែប៉ុណ្្នឹងទេអញ្ចឹងសម្រាប់វីដេអូរបស់ Twister ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបាយ